នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសថៃគ្មានរឿងរ៉ាវស្នេហាណាដែលល្បីល្បាញនឹងត្រូវបានគេលើកតម្កើងស្មើនឹងស្នេហារវាងព្រះបាទភូមិបុលអាដូលយ៉ាដេតនិងព្រះនាងសិរីគិតនោះឡើយវាជាស្នេហាដែលចាប់ផ្ដើមឡើងនៅទីក្រុងប៉ារីសបន្តរហូតដល់ព្រះរាជវាំងក្រុងបាងកកប៉ុន្តែនៅពីក្រោយស្នាមញញឹមដ៏ស្រស់បំព្រងនិងរូបភាពដ៏ល្អឥតខ្ចោះនៅចំពោះមុខរាតើមានព្យុះភ្លៀងនិងអាចកំបាំងអ្វីខ្លះដែលត្រូវបានគេលាក់បាំងក្នុងរាជវាំងបន្ទាប់ពីគ្រឿងរាជរាប់ទសវត្សរ៍ព្រះបាទភូមិបុលបានលះបង់កម្លាំងកាយចិត្តស្ទើរតែទាំងស្រុងដើម្បីការងារប្រទេសជាតិនិងរាជរបស់ព្រះអង្គភាពមមាញឹកនេះបានបង្កើតគម្លាតបន្តិចម្ដងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ព្រះនាងសិរីគិតដែលធ្លាប់តែជាស្ត្រីទទួលបានការស្រឡាញ់និងយកចិត្តទុកដាក់ខ្ពស់ចាប់ផ្ដើមមានអារម្មណ៍ឯកានៅក្នុងព្រះរាជវាំងដ៏ស្កឹមស្កៃហើយនៅពេលនោះឯងតួអង្គទី3ក៏ចាប់ផ្ដើមឈានជើងចូលមកនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1980ពាក្យចចាមអារាមដ៏កក្រើកមួយបានលេចលឺចេញពីរបងព្រះរាជវាំងនិងរីករាលដាលដល់សារព័ត៌មានអន្តរជាតិនោះគឺទំនាក់ទំនងដ៏ស្និទ្ធស្នាលខុសពីធម្មតារវាងព្រះនាងសិរីគិតនិងអង្គរៈផ្ទាល់ខ្លួនដ៏សង្ហាម្នាក់គឺលោកវរសេនីយ៍ឯកណារុងដេតលោកណារុងដេតមិនត្រឹមតែជាទាហានដ៏ឆ្នើមនិងជាអង្គរៈការពារព្រះកាយព្រះនាងប៉ុណ្ណោះទេប៉ុន្តែលោកគឺជាមនុស្សដែលមានចំណង់ចំណូលចិត្តខាងតន្ត្រីនិងសិល្បៈដូចទៅនឹងព្រះនាងផងដែរពួកគេតែងតែបង្ហាញខ្លួនជាមួយគ្នានៅគ្រប់ទីកន្លែងរហូតបង្កើតមន្ទិលសង្ស័យនិងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ក្រុមរាជវាំងនិងមន្ត្រីជាន់ខ្ពស់ជាពិសេសគឺព្រះបាទភូមិបុលផ្ទាល់រឿងរ៉ាវស្នេហាត្រីកោណនៅក្នុងរាជវាំងមិនអាចបន្តទៅមុខបានឡើយនៅឆ្នាំ1985លោកណារុងដេតត្រូវបញ្ជូនឲ្យទៅបំពេញបេសកកម្មភ្លាមៗនៅសហរដ្ឋអាមេរិកដែលមនុស្សជាច្រើនជឿថាជាការនិរទេសដោយសម្ងាត់ដើម្បីបំបែកទំនាក់ទំនងនេះប៉ុន្តែរឿងរ៉ាវកាន់តែរន្ធត់នៅពេលដែលប្រមាណខែក្រោយមកលោកត្រូវបានគេរាយការណ៍ថាបានទទួលមរណភាពភ្លាមៗដោយជំងឺគាំងបេះដូងក្នុងវ័យត្រឹមតែ38ឆ្នាំទាំងដែលលោកមានសុខភាពល្អមាំមួនមរណភាពដ៏ទាន់ហន់នេះបានធ្វើព្រះនាងសិរីគិតធ្លាក់ខ្លួនប្រឈមនឹងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរព្រះនាងបានចូលរួមពិធីបុណ្យសពរបស់អង្គរៈរូបនោះដោយបើកចំហនិងបានសម្រក់ទឹកភ្នែកយ៉ាងខ្លាំងផងដែរដែលជារូបភាពដ៏កម្រនឹងធ្វើឲ្យរាជថៃរឹតតែសង្ស័យពីការពិតនៅពីក្រោយរឿងនេះភ្លាមនោះព្រះនាងត្រូវបានរាជវាំងបញ្ជូនឲ្យទៅសម្រាប់ព្យាបាលព្រះកាយនៅក្នុងមន្ទីរពេទ្យដោយបាត់ព្រះភ័ក្រពីសាធារណជនអស់ជាច្រើនខែបើទោះបីជាយ៉ាងណាពេលវេលាបានព្យាបាលរបួសនិងការរក្សាអាចកំបាំងដើម្បីស្ថិរភាពនៃរាជបល្ល័ង្កនិងក្តីស្រឡាញ់ចំពោះប្រទេសជាតិព្រះបាទភូមិបុលនិងព្រះនាងសិរីគិតបានវិលត្រឡប់មកបំពេញតួនាទីជាឪពុកនិងម្ដាយរបស់ជាតិវិញយ៉ាងរឹងមាំរហូតដល់ថ្ងៃចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គរឿងរ៉ាវរបស់អង្គរៈនិងព្រះនាងសិរីគិតនៅតែជាទំព័រប្រវត្តិសាស្ត្រដ៏អាចកំបាំងដែលប្រជាជនថៃមិនហ៊ាននិយាយខ្លាំងប៉ុន្តែវាជាផុសតាងបង្ហាញថាបើទោះបីជាស្ថិតនៅលើកំពូលភ្នំនៃអំណាចនិងរាជបល្ល័ង្កដ៏ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយក៏បេះដូងរបស់មនុស្សនៅតែមិនអាចគេចផុតពីកងប្រវត្តិសាស្ត្រនៃសេចក្តីស្រឡាញ់និងភាពឯកានោះបានឡើយ